ជំរាបសួរបងប្អូនទាំងអស់គ្នាសួស្តីមិត្តបណ្ឌនារីទាំងអស់ជាទីរាប់អានខ្ញុំវីរ៉ូថ្ងៃនេះខ្ញុំមកនិយាយអំពីចាក់ចេញពីការឈឺចាប់វាមិនមែនជាការពិតទេវាគ្រាន់តែជាអារម្មណ៍បណ្ដោះអាសន្នតែប៉ុណ្ណោះការឈឺចាប់វាមិនមែនជាការចាប់ផ្ដើមឬក៏ជាការបញ្ចប់ទៅគ្រប់យ៉ាងនៅក្នុងជីវិតរបស់យើងនោះទេវាគ្រាន់តែជាអារម្មណ៍មួយបែបដែលកើតឡើងហើយក៏រលត់ទៅវិញតាមដំណើរនៃសភាវៈរបស់វាតែប៉ុណ្ណោះហើយមនុស្សយើងទាំងអស់គ្នាអ្នកណាក៏អាចឆ្លងកាត់រឿងឈឺចាប់ទាំងអស់បានដែរបងប្អូនបើសិនជាបងប្អូនទាំងអស់គ្នាកំពុងតែជួបរឿងឈឺចាប់អ្វីមួយសូមបងប្អូនទាំងអស់គ្នារៀនកំណត់ដឹងថាវាត្រឹមតែជាការដឹងនៅអារម្មណ៍បន្ទាប់មកវាក៏រលត់ទៅតាមដំណើរនៃសភាវៈរបស់វាសូមបងប្អូនទាំងអស់គ្នាកុំជាប់ជាមួយនឹងអារម្មណ៍ឈឺចាប់ទាំងអស់នេះឲ្យសោះសូមកុំឲ្យការឈឺចាប់មានឥទ្ធិពលមកលើជីវិតរបស់យើងបានឲ្យសោះសូមកំណត់ដឹងត្រឹមថាវាមិនមែនជាការចាប់ផ្ដើមឬក៏ជាការបញ្ចប់ទៅគ្រប់យ៉ាងនៅក្នុងជីវិតរបស់យើងអីនោះទេជួនកាលការឈឺចាប់ខ្លះវាមិនមែនសុទ្ធតែជារឿងអាក្រក់នោះទេវាបានបង្រៀនយើងឲ្យរឹងមាំជាងមុនឆ្លាតជាងមុនពូកែជាងមុនហើយមនុស្សយើងម្នាក់គឺសុទ្ធតែមានអំណាចនិងឥទ្ធិពលគ្រប់គ្រាន់ក្នុងការដែលយើងចាក់ចេញពីការឈឺចាប់ទាំងអស់នេះហើយសូមកុំអនុញ្ញាតឲ្យការឈឺចាប់ដដែលចូលមកក្នុងជីវិតរបស់យើងបានសារជាថ្មីម្ដងទៀតឲ្យសោះការពិតទៅការឈឺចាប់ទាំងអស់វាមិនមែនជារឿងដែលយើងគួរឲ្យខ្លាចអីនោះទេវាត្រឹមតែជាការដឹងអារម្មណ៍ដែលកើតឡើងហើយក៏រលត់ទៅវិញតាមដំណើរនៃសភាវៈរបស់វាតែប៉ុណ្ណោះវាមិនមែនជាការពិតហើយក៏មិនមែនជាខ្លួនយើងដែលជាអ្នកឈឺចាប់អីនោះដែរខ្ញុំដឹងថាមនុស្សយើងទាំងអស់គ្នាគឺសុទ្ធតែធ្លាប់ជួបនៅរឿងរ៉ាវដែលធ្វើឲ្យយើងឈឺចាប់គ្មាននរណាម្នាក់អាចលូតផុតអំពីការឈឺចាប់បាននោះទេគ្រាន់តែជារឿងមុនហើយនឹងក្រោយតែប៉ុណ្ណោះអារម្មណ៍នៃការឈឺចាប់ទាំងអស់វាអាចកើតចេញអំពីប្រភពឬក៏រឿងរ៉ាវផ្សេងគ្នាប៉ុន្តែអ្វីដែលដូចគ្នានោះគឺភាពសោកសៅភាពសង្វេគដែលចិត្តរបស់មនុស្សយើងបានពលត្រូវការពិតទៅការឈឺចាប់ទាំងអស់នេះគឺជាវិញ្ញាសាដែលជីវិតបានផ្ដល់ឲ្យយើងហើយយើងទាំងអស់គ្នាត្រូវតែដោះស្រាយវិញ្ញាសាមួយនេះដោយសន្តិវិធីបងប្អូនទាំងអស់គ្នាមានឆ្ងល់ដែរទេថាតើអ្វីទៅដែលធ្វើឲ្យអារម្មណ៍របស់យើងកើតការឈឺចាប់ទាំងអស់នេះតាមពិតអារម្មណ៍នៃការឈឺចាប់ទាំងអស់វាសុទ្ធតែកើតឡើងដោយសារតែគំនិតរបស់យើងជាអ្នកប្រឌិតរឿងឡើងទាំងអស់បើសិនជាយើងគិតឃើញតែរឿងអវិជ្ជមានរឿងដែលមិនត្រឹមត្រូវប្រកបណាស់នោះយើងនឹងឈឺចាប់សូមកំណត់ដឹងថាអារម្មណ៍ឈឺចាប់ទាំងឡាយដែលចិត្តរបស់យើងពលត្រូវវាគ្រាន់តែជាភាគល្អិតឬសារជាតិគីមីម្យ៉ាងដែលធ្វើដំណើរឆ្លងកាត់ខួរក្បាលរបស់យើងតែប៉ុណ្ណោះវាពង្រីកឬបង្រួមឡើងឬចុះអាស្រ័យតែលើគំនិតរបស់យើងគឺជាអ្នកគិតដល់វាតែប៉ុណ្ណោះបើគំនិតរបស់យើងគិតដល់តែរឿងរ៉ាវដដែលនោះសារជាតិគីមីឬភាគល្អិតនៅក្នុងខួរក្បាលរបស់យើងវានឹងកើតឡើងកាន់តែខ្លាំងហើយអារម្មណ៍នៃការឈឺចាប់ក៏កាន់តែខ្លាំងដូចគ្នាតែបើសិនជាគំនិតរបស់យើងឈប់គិតពីរឿងរ៉ាវទាំងអស់នោះសារជាតិគីមីឬភាគល្អិតនៅក្នុងខួរក្បាលរបស់យើងវានឹងកាន់តែថយចុះបន្ទាប់មកការឈឺចាប់ក៏វាបានកាត់បន្ថយទៅតាមនោះដែរការពិតទៅការឈឺចាប់ទាំងអស់អាចកើតឡើងដោយសារតែការគិតរបស់យើងនឹងហើយបងប្អូនបើសិនជាយើងអាចបដូរការគិតរបស់ខ្លួនឯងបានឬឈប់គិតពីវានោះក៏គ្មានការឈឺចាប់អីទៀតកើតឡើងដែរគិតបានត្រឹមតែគិតឲ្យចប់សូមកុំជាប់ជាមួយនឹងគំនិតរបស់ខ្លួនឯងឲ្យសោះបើសិនជាបងប្អូនទាំងអស់គ្នាចង់ចាក់ចេញពីការឈឺចាប់ជាដំបូងសូមបងប្អូនទាំងអស់គ្នារៀនផ្លាស់ប្ដូរការគិតរបស់ខ្លួនឯងជាមុនសិនបើសិនជាបងប្អូនទាំងអស់គ្នាកំពុងតែជួបនៅរឿងរ៉ាវដែលធ្វើឲ្យខ្លួនឯងឈឺចាប់មិនថាជារឿងអ្វីក៏ដោយសូមបងប្អូនទាំងអស់គ្នាឆាប់ផ្លាស់ប្ដូរនៅគំនិតរបស់ខ្លួនឯងចេញភ្លាមពីព្រោះថាគំនិតរបស់យើងវាមិនខ្វល់ថាយើងជាអ្នកខុសឬក៏ជាអ្នកត្រូវយើងជាមនុស្សល្អឬក៏ជាមនុស្សអាក្រក់អីនោះទេការពិតបើសិនជាយើងគិតវិជ្ជមានគិតបានត្រឹមត្រូវនោះយើងនឹងមានសេចក្តីសុខតែបើយើងគិតអវិជ្ជមានគិតមិនបានត្រឹមត្រូវនោះយើងនឹងបានតែសេចក្តីទុក្ខអញ្ចឹងសូមបងប្អូនទាំងអស់គ្នារៀនផ្លាស់ប្ដូរការគិតរបស់ខ្លួនឯងតាមដានការគិតរបស់ខ្លួនឯងត្រូវមានសតិនៅជាប់ខ្លួនតាមដានការគិតរបស់ខ្លួនឯងនៅពេលដែលយើងគិតបានត្រឹមត្រូវអ្វីនៅជុំវិញខ្លួនយើងគឺសុទ្ធតែល្អនិងមានប្រយោជន៍សម្រាប់យើងទាំងអស់បងប្អូនគ្មានមជ្ឈដ្ឋានខាងក្រៅណាឬក៏បុគ្គលណាម្នាក់អាចយកសេចក្តីសុខឬក៏សេចក្តីទុក្ខមកឲ្យយើងបានក្រៅតែពីគំនិតរបស់យើងនោះទេ
អ្វីគឺគំនិតរបស់យើងគឺជាអ្នកចាត់ចែងទាំងអស់ជាការពិតណាស់បងប្អូនទាំងអស់គ្នាក្នុងโลกនេះគ្មាននរណាម្នាក់អាចយកសេចក្តីសុខឬការឈឺចាប់មកឲ្យយើងក្រៅតែពីយើងខ្លួនឯងនោះទេដូច្នេះត្រូវមានសតិសម្បញ្ញៈគិតឲ្យបានត្រឹមត្រូវហើយថែរក្សាជីវិតខ្លួនឯងឲ្យបានល្អនោះការឈឺចាប់វានឹងចាកចេញពីជីវិតរបស់យើងហើយរឿងល្អវានឹងចូលមកក្នុងជីវិតរបស់យើងគឺនៅពេលដែលយើងមានសតិរៀនគិតបានត្រឹមត្រូវនេះឯងបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តវីដេអូរបស់ខ្ញុំសូមបងប្អូនទាំងអស់គ្នាជួយ follow page ក៏ដូចជា subscribe YouTube channel របស់ខ្ញុំផងខ្ញុំបានដាក់ link នៅក្រោម caption ខាងលើខ្ញុំមានវីដេអូថ្មីល្អៗជាច្រើនទៀតដើម្បីជាការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងចាំជួបគ្នានៅវីដេអូជាបន្តបន្ទាប់ទៀតអរគុណច្រើន